ជិះម៉ូតូពីខេត្តមណ្ឌលគិរីទៅភ្នំពេញតាមផ្លូវចេញពីខេត្តប្រហែលជា10គីឡូជាង20ខ្ញុំឈប់បត់ជើងតាមផ្លូវហើយអត់ដឹងថាស្វាហ្នឹងចេញមកពីណាចេញមកពីព្រៃហ្នឹងឈរឲ្យគូតយើងហ្នឹងប្រហែលជាវារកអីហូបរកអីស៊ីពួកអីអ្នកធ្វើដំណើរតាមហ្នឹងច្រើនតែដាក់អីហូបតាមផ្លូវចឹងណាតែនេះយើងចូលក្នុងព្រៃទេព្រៃគៀនផ្លូវហ្នឹងយើងចូលទៅណូបត់ជើងតូចហ្នឹងទៅហើយវាចេញមកក្រោយគោកយើងអត់ដឹងណាប៊ីសជន់វាទៀតហើយសំណាងអចេះខ្ញុំមានផ្លែតបែកខ្ញុំបេះតាមផ្លូវឈប់បេះតាមផ្លូវផ្លែតបែកហ្នឹងដាក់ឲ្យវាហូបដាក់វាស៊ីហ្នឹងហុចដាក់ឲ្យវាឡើង4 5ហុចឲ្យវាស៊ីហុចស៊ីអង្គុយចឹងដល់ពេលតិចទៀតវាខឹងយើងឡើយចាំមើលតិចទៀតចិត្តចប់វីដេអូវាខឹងយើងណាយើងឲ្យវាហូបឡើងប្រមាណណា4 5ផ្លែដល់ពេលយើងចេះបខំពេលហុចឲ្យវានេះយើងដាក់យើងវាធ្វើមុខដាក់យើងភ័យចុយខ្លាចវាខាំមិនដែរណាស្វាមានលេងសើចណាបានមើលទៅ slow ដែរតែកុំបខំវាអញ្ចឹងណាតែយើងបខំឲ្យវាយកដៃវាកាន់ឡើងណែនពេញហ្នឹងណាពេលយើងបខំឲ្យវាយកវាខឹងយើងវាធ្វើមុខដាក់យើងអង្គុយមើលទៅគួរអាណិតអង្គុយហូបតែមួយហ្នឹងឯងឈ្មោលទៀតស្វាហ្នឹងទិញតែមួយអង្គុយម្នាក់ឯងម៉ងហ្នឹងហើយទេសភាពតាមផ្លូវតាមដងផ្លូវគ្មានផ្ទះគ្មានអីទេបងប្អូនអើយមានតែព្រៃហ្នឹងឯងព្រៃសัตว์ភាគច្រើនគឺសัตว์ស្វាហ្នឹងហ្មងមើលតែយើងហុចប្រឹងហុចវានេះមើលវាធ្វើមុខដាក់ឡើយមើលវាខឹងវាណាវារកខាំអត់បានទេស្វាកុំចូលជាមួយវាសោះទៅអាកូននោះហើយរកខាំប៉ុណ្ណេះហើយបាយសិនហើយគ្មាននៅទេឯងបខំឲ្យវាយកវាខឹងឯងវាធ្វើមុខមាត់ដាក់ឯងហ៎រកខាំឯងតែលបយក